អូអ្នកនាងខំថ្ងៃនេះសំណាងមិនសូវល្អសោះខ្ញុំនៅមានដុំថ្មល្អមួយទៀតតើអ្នកចង់សាកទេអ្នកនាងខំមិនខ្វះលុយទេថៅកែយ៉ាវបើមានរបស់ល្អប្រញាប់យកមកបង្ហាញមកមែនហើយអីចឹងសូមថៅកែយ៉ាវយកមកឲ្យពួកយើងមើលបន្តិចមកបានហើយក្នុងពេលដែលអ្នកនាងខំចង់មើលឲ្យគេលើកមកឲ្យអ្នកនាងខំមកសម្បកវាគឺជារបស់ Moshe Shaman តែសាច់ខាងក្នុងគឺខ្លាំងខ្លាយទេថៅកែយ៉ាវប្រើមនុស្សទាំងនេះមកសម្ដែងដើម្បីបោកអ្នកទេស្រីស្អាតថៅកែយ៉ាវអ្នកបោកលុយឈ្នួលខ្ញុំក៏ហីទៅចុះតែបែរជាមកដាក់អន្ទាក់បោកប្រាស់ភ្ញៀវទៀតដាក់អន្ទាក់អីអាសម្លាញ់បើអញហ៊ាននិយាយផ្ដេសផ្ដាស់ទៀតប្រយ័ត្នអញកាត់អណ្ដាតឲ្យបានជាលោកនិយាយថាថ្មមួយដុំនេះជាការរៀបចំដាក់អន្ទាក់អ្នកនាងខំអាឡអត់នេះមិនដឹងអីទេសំខាន់គឺយើងកាត់ថ្មសិនមកកាត់សម្បកនឹងកន្លែងដែលគេចំហនេះមិនមែនជាថ្មតែមួយទេមើលទៅដូចជាគេយកកៅមកបិទភ្ជាប់គ្នាអីចឹងថៅកែយ៉ាវលោកកំពុងប្រព្រឹត្តបទល្មើសហើយខ្ញុំនឹងហៅប៉ូលីសឈប់សិនអ្នកនាងខំអញបានបោកប្រាស់ក្នុងការភ្នាល់ថ្មពុស្តាំងច្បាស់ណាស់ឥឡូវត្រូវទៅជាមួយពួកយើងទៅអាល្អិតអញបង្ខូចការងារល្អរបស់អញរឿងនេះមិនទាន់ចប់ទេចាំអញចេញពីប៉ុស្តិ៍ប៉ូលីសសិនចាំនិយាយគ្នាទៀតលោកជួអរគុណច្រើនដែលបានជួយខ្ញុំប៉ុន្តែខ្ញុំឆ្ងល់ណាស់តើលោកមើលដឹងថាខ្ញុំមានបញ្ហាតាំងពីក្រឡេកឃើញដំបូងដោយរបៀបណាបើប្រាប់នាងថាខ្ញុំមានភ្នែកទិព្វមើលធ្លុះនាងច្បាស់ជាមិនជឿឡើយវាគ្រាន់តែជាអារម្មណ៍វិញ្ញាណរបស់ខ្ញុំប៉ុណ្ណោះមិនអីទេបើលោកមិនចង់និយាយក៏ខ្ញុំមិនបង្ខំដែរខ្ញុំឈ្មោះខងយេហ៊ាននេះជានាមប័ណ្ណរបស់ខ្ញុំបើមានការអីលោកអាចតាក់ទងមកខ្ញុំឈ្មោះជីនេងសង្ឃឹមថាបានជួបគ្នាទៀតនេះថ្លៃពេកហើយមិនយកទេចុះបើមើលថ្មមួយដុំនេះវិញតើយ៉ាងម៉េចដែរជាថ្មមកពីអណ្ដូងចាស់ Pagan គ្រាប់សាច់រីស្មើគ្នាតែសម្បកវាក្រាស់ពេកខ្ញុំគិតថាមិនល្អទេថ្មអណ្ដូងចាស់ Pagan ខាងក្នុងមានជាតិថ្លាកម្រិតមធ្យមទៅខ្ពស់តម្លៃ3លានយន់ថ្ម Moshe ខាងក្នុងមានពណ៌បៃតងរីជ្វងតម្លៃ10លានយន់តើពីដុំនេះតម្លៃប៉ុន្មានដែរដុំតូចមកពី Pagan តម្លៃ4សែនយន់ដុំធំមកពី Moshe តម្លៃ3លានយន់អាចកាត់ចេញជាប្រភេទថ្លាទឹកកកឬពណ៌បៃតងរីជ្វងតើថ្មពីរដុំនេះយ៉ាងម៉េចដែរលោកមើលច្បាស់ហើយមែនទេអ្នកមានស្តង់ដារខ្ពស់ថ្មដុំធំនេះគ្រាន់តែល្មមប្រើបានប៉ុណ្ណោះ